មុនស្នេហ៍ស្និទ្ធដោយសារិកាស្គរឡាំជីគេដូនតាសិល្បៈខ្មែរចាពីព្រាយនាយរឿងបៃស្នេហ៍នាងហងសន្ធិដ្ឋបៃអនៃខ្ញុំអើយព្រះគ្រូខ្ញុំអើយដោយមុនអសារិកានេះបងរាជសីដឹងដែរឬមួយក៏មិនពិតតាបងនួនអ្នករកផ្ទាំងគំនូរមួយនេះមែនទេបងមានអ្វីនិយាយអូនកែមើលអូយបងរាជចាខ្លួនណាសពតែជាស្រីកមុំអត់ការងារធ្វើក៏យករឿងមនុស្សប្រុសមកនិយាយលេងជាលបែងអត់សក់ចាំបៃស្រដីវិចាសារភាពជាចំឡាយគេថាស្រឡាញ់ខ្លួនឲ្យស្ងួនចំណៃវាមាននៅក្នុងខ្លួនលោកដែរឬក៏អត់នេះអូនហងមិនគិតថាយកផ្ទាំងគំនូរមកតាំងក្នុងបន្ទប់ទេអ៊ំមិនច្រឡំទេមកចាប់ផ្ទាំងគំនូរនេះឈ្មោះអូនហងមកចុះចុះដីរបស់នាងគឺវាប្រច័ណ្ឌនឹងយើងនឹងហើយអូនហងគឺជាមនុស្សពិសេសនៃវិមានរាជសីនេះហាត់អីមនុស្សនៅក្នុងវិមានរាជសីនេះសក់តែល្ងងអាចូតមាសសុទ្ធជាង 2000 តម្លឹងបងវល់មិននឹងតាន់ទៅនេះសំខាន់ដល់ថ្នាក់នឹងផងឯងលបងបៃស្នេហ៍នាងហងជាខ្សែភាពយន្តផ្នែកមនោសញ្ចេតនាបុរាណប្រឌិតពិតជាបង្កប់គ្រប់រសជាតិស្នេហាកំសត់ព្រាត់ប្រាសឈ្នានីសពិធីចូលម្លប់និងចេញម្លប់របស់កូនស្រីប្រពៃណីទំនៀមទម្លាប់បង្កប់ឲ្យមានយ៉ាងពិស្ដារតាមរយៈរឿងបៃស្នេហ៍នាងហងដែលនឹងមានចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍បាយ័ននៅក្នុងពេលឆាប់ៗនេះ